សួស្តីប្រិយចាំបន្តិចរងចាំបន្តិចអូខេវានឹងបង្ហាញប្រភេទទូរស័ព្ទដែលយើងបានដាក់ iCloud ហើយអ្វីដែលយើងត្រូវធ្វើយើងត្រូវស្វែងរកទូរស័ព្ទសង្សាររបស់យើងទៅចុចលើវាទៅហើយវានឹងបង្ហាញlocation មានទីតាំងសង្សាររបស់យើងថាគេនឹងនៅទីណាអូខេដូចនេះអញ្ចឹងឃើញទេនេះឥឡូវនេះទូរស័ព្ទសង្សាររបស់ខ្ញុំមានតែគាត់ទូរស័ព្ទនៅក្នុងកប៉ាល់របស់គាត់អញ្ចឹងមានតែគាត់នៅទីតាំងកន្លែងនេះឃើញទេហ្នឹងហើយហើយបើយើងគិតថា map ហ្នឹងយើងពិបាករកគាត់វាមិនបង្ហាញអំពីឈ្មោះជាភាសាខ្មែរវាពិបាកនិយាយទៅមើលទៅខ្ញុំក៏សម្រាប់ខ្ញុំក៏គិតថាវាពិបាកដែរព្រោះវាអត់ឃើញវាអត់ detail វាអត់តម្អត់ទេយើងអាចចូលទៅ home button ហើយចូលទៅកាន់ Google Map ហើយអាចស្វែងរក search របៀប search យើងត្រូវយកទិន្នន័យពីកន្លែង Find My iPhone ដូចជាឈ្មោះផ្លូវកន្លែងទីកន្លែងយើងមកយើងវាយចូលកន្លែងពាក្យ search ចឹងទៅវានឹង load ឯងតែម្ដងឬក៏យើងអាចទាញ direct តែម្ដងដោយសារអីពេលខ្លះសង្សាររបស់យើងមិននៅឆ្ងាយពីយើងប្រហែលទេពេលខ្លះសូមបញ្ជាក់បន្តិចពេលខ្លះយើងមិនអាចស្វែងរកគាត់ឃើញទេបើសិនជាទូរស័ព្ទរបស់គាត់នឹងមិនបានភ្ជាប់ជាមួយនឹងអ៊ីនធឺណិតក៏ប៉ុន្តែយើងអាចឃើញ last location របស់គាត់ហើយកន្លឹះមួយទៀតគឺបើសិនជាយើងចង់ឲ្យគាត់បើកអ៊ីនធឺណិតយើងអាចប្រើល្បិចផ្ញើ message ទៅគាត់ថាអូនមិនឃើញបងផ្ញើសារទេអីបងផ្ញើសារទៅតាមបងផ្ញើសារទៅតាម Messenger ខ្លួនឯងបើក Messenger បន្តិចមើលឃើញសារបងអត់អីចឹងទៅអូខេនៅពេលដែលគាត់បើក Messenger ហើយមានន័យថាទូរស័ព្ទរបស់គាត់នឹងភ្ជាប់ជាមួយនឹងអ៊ីនធឺណិតហើយអញ្ចឹងយើងអាចស្វែងរកគាត់យ៉ាងងាយស្រួលតែម្ដងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចជួយ like Facebook page និងជួយ subscribe YouTube channel របស់ខ្ញុំដើម្បីទទួលបាននូវគន្លឹះក្នុងការប្រើប្រាស់ទូរស័ព្ទ iPhone និង Samsung ថ្មីជារៀងរាល់ថ្ងៃបាទអូខេជួបគ្នានៅវីដេអូក្រោយនៅថ្ងៃស្អែកទៀតសូមអរគុណសូមជម្រាបលា